ប្រជាជនកម្ពុជាគឺជាមនុស្សដែលស្មោះត្រង់ណាស់តស៊ូណាស់ជាមនុស្សដែលធ្វើការងារចេញពីកម្លាំងកាយចិត្តចេញពីបេះដូងមិនមែនធ្វើការងារលំយកតែលុយកទេលធំបន្លំដេកទេបងប្អូនលោកអនុទិនបានធ្វើការអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ាចូលធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃហើយគេក៏បានផ្ដែផ្ដាំមកកាន់កម្ពុជាផងដែរថាកាលពីថ្ងៃទី1ខែតុលាឆ្នាំ2025លោកអនុទិនបានអនុវត្តថ្ងៃដំបូងនៃគោលនយោបាយថ្មីដែលអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ាអាចចាក់ចេញពីជំរំរបស់ខ្លួនដើម្បីមកធ្វើការក្នុងប្រទេសថៃបានរហូតដល់ទៅ1ឆ្នាំសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីនេះត្រូវបានលោកអនុទិនសង្កត់ថាវាជាការបង្ហាញពីវិធីសាស្ត្រមនុស្សធម៌របស់ប្រទេសថៃចំពោះជនភៀសខ្លួនក្នុងពេលជាមួយគ្នានេះលោកអនុទិនក៏បានផ្ញើសារនយោបាយមួយទៅកាន់ប្រទេសជិតខាងដែលគេយល់ថាចង់សម្ដៅដល់កម្ពុជាដោយប្រកាសថាប្រទេសសៀមនឹងមិនខ្វះខាតកម្លាំងពលកម្មទេទោះបីជាគ្មានកម្លាំងពលករពីប្រទេសនោះក៏ដោយលោកអនុទិនបានថ្លែងថានេះនឹងផ្ញើសារទៅកាន់ប្រទេសដែលមានបញ្ហាជាមួយយើងសូមកុំគិតថាប្រទេសសៀមខ្វះខាតកម្លាំងពលកម្មឡើយយើងមិនខ្វះពលករទេសារនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យពលរដ្ឋរបស់ខ្លួនត្រឡប់ទៅស្រុកវិញដោយសារភាពតានតឹងព្រំដែនបានកើតឡើងសារជាថ្មីលោកអនុទិនបានបន្ថែមថាជនភៀសខ្លួនមីយ៉ាន់ម៉ាដែលបានចោះឈ្មោះនឹងត្រូវបានចាត់ទុកជាពលករស្របច្បាប់និងមានសិទ្ធិទទួលបានអត្ថប្រយោជន៍សុខុមាលភាពគុណភាពជីវិតនិងការធានារ៉ាប់រងតាមច្បាប់ការពារការងាររបស់សៀមដោយតម្រូវឲ្យនយោជកធានាឲ្យបាននៅច្បាប់ការពារការងារបងប្អូននេះគឺជាអ្វីដែលបុគ្គលអនុទិនបានលើកឡើងទី1គេថាគេចង់ផ្ញើសារមកកាន់កម្ពុជាដែលគេចង់សម្ដៅថាអត់កម្ពុជាក៏គេមិនខ្វះមនុស្សធ្វើការដែរជាការពិតលោកឯងមិនខ្វះមនុស្សធ្វើការទេព្រោះលោកឯងនឹងមិនយកប្រជាជនកម្ពុជាទៅធ្វើការងារនៅក្នុងជួររាជរដ្ឋាភិបាលរបស់លោកឯងទេប៉ុន្តែសម្រាប់រោងចក្រសម្រាប់សហគ្រាសនោះពួកគេកំពុងតែហេលហាលពួកគេកំពុងតែអត់មានបុគ្គលិកធ្វើការលោកឯងដឹងទេប្រជាជនកម្ពុជាគឺជាមនុស្សដែលស្មោះត្រង់ណាស់តស៊ូណាស់ជាមនុស្សដែលធ្វើការងារចេញពីកម្លាំងកាយចិត្តចេញពីបេះដូងមិនមែនធ្វើការងារលំយកតែលុយកទេលធំបន្លំដេកទេលោកឯងស្គាល់ពលរដ្ឋកម្ពុជាឲ្យច្បាស់មុនពេលលោកឯងចេះតែហាមាត់ខ្ញុំនៅតែបញ្ជាក់ឡើងវិញបើលោកឯងយល់សពរត់រះផ្ទះកភ្លៀងខ្លួនឯង3ដៃឲ្យងើបពីដេកឲ្យលឿនកុំនិយាយតាមតែនឹកឃើញហើយចំណុចមួយទៀតពលរដ្ឋកម្ពុជាដែលតែធ្វើការងារនៅស្រុកសៀមនេះមិនមែនក្រុមលោកឯងប្រទេសលោកឯងនយោជកលោកឯងនឹងឲ្យប្រាក់ខែពលរដ្ឋខ្មែរច្រើនទេឲ្យគ្រាន់តែមួយរស់តែប៉ុណ្ណោះពេលខ្លះនឹងមានការបោកប្រាស់តាមរយៈមេខ្យល់ឬក៏ម្ចាស់ក្រុមហ៊ុនម្ចាស់សហគ្រាសរបស់លោកឯងនឹងមិនបើកប្រាក់ខែឲ្យទៅទៀតអញ្ចឹងកន្លែងនេះទី1ខ្ញុំសូមផ្ដាយផ្ដាំទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរបងប្អូនរកការងារនៅក្នុងស្រុកធ្វើទៅម៉ោងនេះមានម្ចាស់អាជីវកម្មច្រើនណាស់គាត់ត្រូវការកម្លាំងធ្វើការដូច្នេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាស្វះស្វែងរកការងារក្នុងស្រុកយើងធ្វើទៅមិនខ្វះទេច្រើនណាស់ប្រាក់ខែត្រឹម200 300នេះមិនខ្វះទេតែបងប្អូនអាចសួរថាចេញខ្ញុំនៅផ្ទះរាល់ថ្ងៃមិនអត់មានអ្នកណាហៅខ្ញុំទៅធ្វើការអញ្ចឹងអត់ទេបងប្អូនត្រូវស្វះស្វែងដោយខ្លួនឯងដើរសួរគេទេតាមលេខទូរស័ព្ទដែលរដ្ឋបានដាក់ឲ្យនោះរដ្ឋបានដាក់លេខទូរស័ព្ទទេតើបងប្អូនបើសិនជាបងប្អូនចង់ធ្វើការងារនេះធ្វើការងារនោះគេដាក់លេខឲ្យទេទៅតើបងប្អូនទេទៅតែបើទេទៅហើយរកការងារធ្វើអត់បានបងប្អូនអាចជិះដើររកមិនខ្វះទេកន្លែងដែលគេដាក់ថាជ្រើសរើសបុគ្គលិកផ្នែករត់តុផ្នែកសេវាកម្មមេការអ្នកគ្រប់គ្រងអ្នកគិតលុយសន្តិសុខចុងភៅមេផ្ទះអ្នកមើលថែចំការនិងកិច្ចការងារផ្សេងជាច្រើនទៀតបងប្អូនច្រើនណាស់ឱកាសការងារច្រើនណាស់តែយើងត្រូវចេះដើររកដោយខ្លួនឯងបងប្អូនត្រូវចាំថាមិនមែនគេមានការងារឲ្យយើងធ្វើហើយគេត្រូវទៅហុចការងារនឹងឲ្យយើងដល់ផ្ទះយើងដល់លើក្រែដេកយើងដល់ក្នុងមុងយើងទេយើងត្រូវចេះស្វះស្វែងរកការងារធ្វើដោយខ្លួនឯងតែសួរថាខ្វះការងារធ្វើអត់ខ្វះទេខ្ញុំមកប្រើនេះខ្ញុំរើសក្រុមការងារចូលជិត10នាក់ឥឡូវហាងកាទៀវហាងបាយចិត្តបើកនេះបងប្អូនត្រូវការក្រុមការងារអត់តិចជាង3 4 5នាក់បន្ថែមទៀតនេះសុទ្ធតែជាឱកាសការងារហើយខ្ញុំទៅតែរើបាន2 3នាក់មកជួយកិច្ចការងារមួយចំនួនបងប្អូនខ្លះមកពីស្រុកសៀមហើយខ្ញុំរីករាយដែលបងប្អូនមកពីស្រុកសៀមតែចង់រកការងារនៅស្រុកខ្មែរធ្វើដោយមិនចង់ទៅស្រុកសៀមវិញទេចំណុចនេះល្អខ្ញុំគាំទ្រខ្ញុំលើកទឹកចិត្តអញ្ចឹងក្រោយពេលដែលបងប្អូនបានឃើញវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាបងប្អូនកុំចង់ទៅធ្វើការងារស្រុកគេអីទី1គេមិនឲ្យតម្លៃយើងទី2គេជន់ឈ្លីយើងគេធ្វើបាបយើងគេមើលងាយយើងទី3ប្រាក់ខែមិនច្រើនណាស់ណាទេប្រហាក់ប្រហែលតែគ្នាទេនៅស្រុកយើងទៅ
នៅផ្ទះយើងទៅជនជាតិយើងយ៉ាងហោចណាស់ជាប់ឈាមជ័រជាមួយយើងបើគាត់ស្ដីឲ្យយើងមិនមែនគាត់មើងងាយយើងទេគាត់ស្ដីឲ្យយើងកែប្រែឲ្យយើងអភិវឌ្ឍខ្លួនឲ្យយើងក្លាយជាមនុស្សដែលល្អប្រសើរជាងមុនហើយថ្ងៃក្រោយយើងនឹងមានអ្វីដែលល្អជាងនេះហើយអត្ថប្រយោជន៍ដែលយើងទទួលបានក៏នឹងគប់ប្រសើរជាងពេលបច្ចុប្បន្នផងដែរអរគុណបងប្អូនជម្រាបលា